បាទជំរាបសួរហើយក៏សួស្តីថ្ងៃនេះមកវីដេអូថ្មីទៀតហើយវីដេអូនេះក៏អត់មានអីច្រើនដែរគឺចង់បង្ហាញពីការចាប់ត្រីនៅក្នុងស្រែដែលពួកយើងទៅធ្វើការបូមទឹកចេញពីស្រែតែដោយសារតែស្រែនឹងមានត្រីច្រើនហើយចង់ថតបង្ហាញទៅដល់អ្នកដែលកំពុងតែទស្សនានេះផងដែរហើយមួយរឿងវិញទៀតនេះក៏ចង់បង្ហាញទៅបងប្អូនទាំងអស់គ្នាថាអ្នកដែលទៅគេងនៅស្រែហើយដូចជាការបោះតង់ដើម្បីសម្រាកនៅស្រែនឹងមានការផលវិបាកឬក៏ងាយស្រួលសប្បាយរីករាយយ៉ាងណាដូចក្នុងវីដេអូអ្នកដែលកំពុងតែទស្សនាផ្ទាល់ខ្ញុំបាទក៏សូមអធិស្ឋានទៅកាន់បងប្អូនដែលកំពុងតែទស្សនាថាវីដេអូនេះវារៀងល្ងិតតិចហើយដោយសារវីដេអូមួយនេះគឺយើងថតនៅពេលយប់គោលបំណងគឺគ្មានការទៅថតព្រៀងទុកអីទេគឺដោយសារតែយើងគោលបំណងទៅបូមទឹកចេញពីស្រែទេប៉ុន្តែដោយសារតែស្រែនឹងវាមានត្រីមើលទៅហាក់បីដូចជារឿងទំនងគឺចាប់កាមេរ៉ាថតទៅហើយវាបង្ហាញពីសកម្មភាពពួកខ្ញុំមួយចំនួនហ្នឹងថាទៅបូមទឹកដាក់ស្រែនៅពេលយប់ហ្នឹងមានផលលំបាកឬក៏សប្បាយយ៉ាងណាខ្លះតោះបងប្អូនទៅទស្សនានៅវីដេអូនៅខាងមុខជាមួយនឹងខ្ញុំទាំងអស់គ្នាតែកុំភ្លេចជួយចុច like និងចុច subscribe ឲ្យខ្ញុំម្នាក់មួយផងនឹងហើយដូចខ្ញុំបានប្រាប់បងប្អូនពីដំណើរពីខាងដើមអញ្ចឹងថានេះជាសកម្មភាពដែលពួកខ្ញុំមកបូមទឹកចេញពីស្រែហើយសួរថាបូមទឹកចេញពីស្រែមូលហេតុអីមូលហេតុគឺដោយសារតែយើងព្រោះស្រូវនៅក្នុងទឹកហើយនៅក្នុងស្រែរបស់យើងនឹងគឺមានដិតដមទៅដោយទឹកអញ្ចឹងយើងកុំឲ្យយើងពង្រោះរបស់យើងខូចហ្នឹងគឺយើងត្រូវការបូមទឹកចេញហើយការបូមទឹកចេញនេះទៀតសោតប្រហែលជាបងប្អូនកសិករមួយចំនួនជាពិសេសបងប្អូនកសិករដែលគាត់ចូលចិត្តធ្វើខ្សែប្រាំងខ្ញុំមិនបាច់ចាំនិយាយច្រើនទេថាបូមទឹកចេញពីពង្រោះដែលយើងទើបតែព្រោះហ្នឹងក៏មូលហេតុអីប៉ុន្តែសម្រាប់បងប្អូនដែលគាត់មិនដែលធ្លាប់ធ្វើស្រែនិយាយរួមទៅដែលគាត់ជាមិនមែនជាកសិករដែលផ្ដោតសំខាន់ទៅលើស្រែគឺគាត់រៀងឆ្ងល់អញ្ចឹងសរុបជារួមទៅការបូមទឹកចេញពីស្រែដែលយើងទើបនឹងព្រោះហ្នឹងគឺការពារកុំឲ្យខូចស្រូវនឹងឯងចំពោះការបូមទឹករបស់ខ្ញុំគឺមិនមែនពួកយើងមកបូមនៅពេលយប់ទេសកម្មភាពនៃការបូមទឹកគឺយើងបូមតាំងតែពីថ្ងៃមកប៉ុន្តែដោយសារតែមានទឹកច្រើននៅក្នុងស្រែហើយដូចជាខ្ញុំនិយាយដដែលអញ្ចឹងថាចំពោះការបូមទឹកចេញពីស្រែដែលទើបនឹងព្រោះហ្នឹងគឺយើងប្រើរយៈពេលយូរហើយយើងត្រូវការសរេងទឹកចំពោះបងប្អូនដែលគាត់ធ្លាប់ធ្វើស្រែនៅរដូវវស្សាគាត់ដឹងស្រាប់គាត់ជាដឹងច្បាស់ជាងខ្ញុំទៅទៀតព្រោះដោយសារតែការបូមទឹកនេះមូលហេតុគឺស្រែរបស់ខ្ញុំនឹងគឺធ្វើការព្រោះក្រោយគេហើយរដូវវស្សាបងប្អូនដឹងហើយថាមានភ្លៀងខ្លះហើយអ្នកស្រែនៅជាប់ហ្នឹងគឺគាត់ធ្វើការព្រោះមុនហើយអញ្ចឹងទៅស្រែយើងដែលព្រោះក្រោយគេគឺមានការលិចជ្រាបមកពីស្រែរបស់គាត់ខ្លះអញ្ចឹងណាទើបតម្រូវឲ្យយើងមានការបូមសម្រេងតែអ្វីដែលជាពិសេសនោះគឺបន្ទាប់ពីយើងបូមសម្រេងទឹកចិត្តរីងអស់ទៅហើយស្រាប់តែឃើញត្រីនៅកណ្ដឹងច្រើនគួរសមដែរដូចបងប្អូនបានឃើញនៅក្នុងវីដេអូស្រាប់នេះគឺជាសកម្មភាពដែលពួកយើងចុះទៅកាយទឹកដើម្បីហូរចូលទៅដល់ក្នុងក្បាលបូមផងដើម្បីឲ្យមានប្រឡោះធំដើម្បីទឹកហូរចូលឲ្យលះរីងណាដំបូងឡើយគឺខ្ញុំធ្វើការកាយតែម្នាក់ឯងទេប៉ុន្តែស្របពេលដែលទឹកកំពុងจะចាប់ផ្ដើមរីងបដើក៏ស្រាប់ក៏លិចចេញត្រីជាច្រើននៅក្នុងនឹងដែលយើងស្មានមិនដល់ណាព្រោះតែដោយសារពីថ្ងៃដែលយើងចាប់ផ្ដើមបូមនោះគឺយើងមើលអត់ដឹងថាវាសម្បូរត្រីទេយើងដឹងថាទឹកក្នុងស្រែនឹងមានប៉ុន្តែយើងមិននឹកស្មានថាត្រីវាមានច្រើនដល់ថ្នាក់ហ្នឹងណាហើយបន្ទាប់ពីខ្ញុំកាយមកហើយក៏ឃើញត្រីស្រាប់តែកន្លងពេលហ្នឹងគ្នាខ្ញុំទាំង3នាក់គឺចុះទៅជួយចាប់ហើយយើងចាប់ហ្នឹងយើងប្រើដោយដៃសុទ្ធតែម្ដងគឺលទ្ធផលគឺយើងចាប់បានប៉ុណ្ណឹងដោយបងប្អូនដែលបានឃើញអញ្ចឹងហើយអធិស្ឋានទៅកាន់បងប្អូនផងដែរគឺយើងអត់បានថតនៅសកម្មភាពចាប់ត្រីឲ្យបានពេញលេញទេដោយសារតែមូលហេតុគឺអត់មានអ្នកកាន់កាមេរ៉ាទេគឺសុទ្ធតែអ្នកចាប់ត្រីហើយចាប់ឡងពេលហ្នឹងគឺលេងខ្លាចថាខូចស្រូវជន់ស្រូវទើបតែព្រោះអីហើយគឺធ្វើមិនឲ្យតែបានត្រីឡងពេលហ្នឹងដែរដោយបងប្អូនទាំងអស់គ្នាបានទស្សនាស្រាប់អញ្ចឹងបន្ទាប់ពីយើងចាប់ត្រីពីក្នុងស្រែមកបានចិត្តកន្លះឡាំងដែរអញ្ចឹងវាច្រើនគួរសមហើយនៅក្នុងហ្នឹងក៏មានត្រីផ្ទក់ត្រីក្រាញ់ត្រីឆ្លូញតែអ្វីដែលបងប្អូនកំពុងតែទស្សនានេះគឺជាត្រីផ្ទក់ដែលយើងដោតទៅក្នុងចង្កាក់ដើម្បីអាំងនៅភ្នក់ភ្លើងរបស់យើងដែលដុតដើម្បីដេញមូសនៅកន្លែងយើងសម្រាកណាចំពោះបងប្អូនដែលមានបទពិសោធន៍ក៏ដូចជាអ្នកដែលធ្លាប់ទៅគេងនៅស្រែដើម្បីបូមទឹកឬក៏ចាំស្រូវឬក៏ចាំចំការអីមួយចំនួនណាបងប្អូនប្រកាសជាយល់អារម្មណ៍មួយនេះហើយ
ហើយទិដ្ឋភាពស្មើនេះគឺម៉ោងខ្ទង់11 12យប់ហើយគឺយើងពាក់កណ្ដាលយប់ហើយអញ្ចឹងបងប្អូនសាកសម័យមើលបើសិនជាយើងកំពុងតែគេងឬក៏យើងមិនតាន់បានគេងសម្រាប់ឲ្យគ្រប់គ្រាន់ស្រាប់តែមានរូបភាពបែបនេះមកតែមានការត្រីអាំងត្រីអីអញ្ចឹងយើងចាំបាច់ថារហូតទៅដល់មានទឹកជ្រលក់ដែលឲ្យឆ្ងាញ់ឲ្យជារសអីឈ្ងុយឆ្ងាញ់ណាសូម្បីតែត្រឹមអំបិលម្ទេសដើម្បីផ្ទាប់សាច់ត្រីដែលអាំងភ្លាមហ្នឹងគឺយើងគិតថាវាជាការឆ្ងាញ់មួយដ៏ល្អប្រសើរមែនទែនបាទនឹងសបោរមានអ្នកធ្វើណាជាច្រើនចាស់ដើមគឺឃើញបេងច្រើនថាអីទៅដូចថានិយាយចឹងឯងបើថាដកចេញទៅក្នុងផ្ទះមកយកប្រដាក់ត្រូវតែភ្លៀងអីចឹងគឺមើលគាត់ពីបេងទៅបានដល់ពញូងដល់អីមានពញូងមានអីញូងទៅធ្វើកងអតេះហ្នឹងធ្វើអតេះទៅអីអូខ្ញុំនោះធ្វើកម្មអតេះនឹងចុះពញូងហ្នឹងធ្វើញូងកម្មអតេះគាត់យកអាកម្មអតេះហ្នឹងមកធ្វើទុកមកគឺគាត់បានយើងពីណាកម្មអតេះអីតម្រូវឲ្យចឹងហើយចាក់ដើមបើគ្នាទៅខ្ញុំធ្វើកងអតេះមិនធ្វើសោះអត់ធ្វើមិនដឹងថាមួយជ្រាបមកហ្នឹងហើយបន្ទាប់ពីមានការអាំងត្រីបដាជជែកគ្នាបដាពីនេះពីនោះជាមួយនឹងបងប្រុសដែលគាត់មានសារនៅចិត្តនឹងព្រោះដោយសារតែឃើញចាប់បានត្រីច្រើនគាត់ក៏មកអង្គុយពិភាក្សាគ្នាលេងហើយក៏អាំងត្រីដើម្បីហូបក៏លេចទៅមើលម៉ោងយប់ក៏កាន់តែជ្រៅទៅហើយម៉ោងប្រហែលជាខ្ទង់ម៉ោង1ហើយពួកខ្ញុំក៏មិនរងចាំអីយូរទៀតដែរគឺចាប់ដើមប្រក់តង់ដើម្បីរកកន្លែងសម្រាកណាហើយប្រក់តង់នេះទី1យើងការពារនៅទឹកសន្សើមឬក៏អាចមានរលឹមអីនៅពេលដែលយើងមើលអត់ដឹងណាហើយការប្រក់តង់ហ្នឹងគឺយើងប្រក់នៅកន្លែងស្រែហ្នឹងឯងដើម្បីគេងព្រោះទី1យើងដើម្បីចាំម៉ាស៊ីនខ្លាចម៉ាស៊ីនវាអស់ប្រេងខ្លាចម៉ាស៊ីនមានបញ្ហាអីនៅពេលដែលបូមទឹកចេញព្រោះយើងត្រូវការបច្ឆេះមកយប់បឹសព្រឹកហើយតង់សម្រាប់សម្រាករបស់ពួកខ្ញុំគឺបែបហ្នឹងឯងដូចឃើញនៅក្នុងវីដេអូស្រាប់គឺមិនមែនមានស្អាតបាតអីដូចតង់ដែលគេចេញទៅសាកថ្មជីវិតអីទេគឺតង់នេះគឺសាកដើម្បីឲ្យតែរួចមកពេលអញ្ចឹងណាចំពោះវីដេអូរបស់ខ្ញុំដូចជាមិនមានអីជាច្រើនអីទៀតទេគឺមានតែប៉ុណ្្នឹងឯងហើយព្រោះយើងដល់ម៉ោងសម្រាប់ដែរហើយអរគុណបងប្អូនដែលព្យាយាមទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ហើយជាចុងក្រោយក៏មិនភ្លេចផ្ដាំទៅបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ហើយនិង subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីមានកម្លាំងចិត្តសម្រាប់ធ្វើវីដេអូបន្តឲ្យបងប្អូនទស្សនាក្រោយៗទៀតណាហើយចំពោះបងប្អូនដែលចង់ទស្សនានៅវីដេអូអីអាច comment នៅខាងក្រោមវីដេអូនេះបានបើពួកខ្ញុំមានពេលវេលាហើយក៏ដូចជាខ្ញុំបាទផ្ទាល់មានពេលវេលាពួកខ្ញុំនឹងថតជូនចំពោះវីដេអូចាប់ត្រីបងត្រីដាក់កង្កែបដាក់អីដូចដល់វីដេអូមុនអីណាអញ្ចឹងជាចុងក្រោយសូមអរគុណបងប្អូនដែលព្យាយាមទស្សនាហើយជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា